បងប្អូនស្គាល់វាទេបើបងប្អូនមិនស្គាល់ចាំខ្ញុំប្រាប់បងប្អូននេះគឺជាមីស៊ីលការពារដែនអាកាសធុនស្រាលអាចយកតាមខ្លួនបានលើកបាញ់នៅលើស្មាតែម្ដងបងប្អូនហើយមីស៊ីលនេះមានឈ្មោះថា FIM 92 Stinger American Products បាទវាគឺជា Stinger បងប្អូនជាផលិតផលរបស់អាមេរិកខ្លាំងណាស់បងប្អូនជាក់ស្ដែងបទពិសោធន៍នៅរុស្ស៊ីបងប្អូនខ្ញុំតាមមើលសង្គ្រាមរុស្ស៊ីតាំងមុនថ្ងៃផ្ទុះសង្គ្រាមរហូតដល់ផ្ទុះលើកទី1រហូតបានមួយខែStinger នេះត្រូវអ៊ុយក្រែនបាញ់ជនហោះរបស់រុស្ស៊ីគ្រប់ស៊េរីទាំងអស់គឺធ្លាក់អស់រាប់រយគ្រឿងបងប្អូនតាមមួយខែជាងទេអស់ជិត300គ្រឿងដោយសារ Stinger នេះឯងបងប្អូនខ្លាំងណាស់អញ្ចឹងខ្ញុំចង់មានចំណាប់អារម្មណ៍មួយពាក់ព័ន្ធជាមួយនឹងក្រសួងការពារជាតិយើងក្រសួងការពារជាតិគួរតែពិចារណានៅអាវុធមួយបែបនេះណាបងប្អូនគិតដូចខ្ញុំអត់វាមានតម្លៃថោកទេពីព្រោះយើងដឹងហើយថាប្រទេសចៅគឺគេមានជនហោះចម្បាំងគេខ្លាំងដោយសារជនហោះចម្បាំងណាបងប្អូនអញ្ចឹង Stinger នេះអនុភាពរបស់ Stinger គឺចេញមួយគ្រាប់គឺត្រូវមួយគ្រឿងហើយបងប្អូនហាក់ដូចជាគេហៅថាព្រួញទឹមអញ្ចឹងណាបងប្អូនដូច្នេះកងទ័ពយើងជួមុខជួក្រោយត្រូវតែមានដាច់ខាតត្រូវតែមានបងប្អូនជួយគិតចារណាត្រូវតែមានអត់បើយើងអត់មានយន្តហោះចម្បាំងទៅតតាំងជាមួយគេផងយើងត្រូវតែមានអាវុធដែលសម្រាប់បាញ់យន្តហោះចម្បាំងទើបទប់ទល់នឹងស្ថានភាពវាយលុករបស់គេបានបងប្អូនឬក៏វាយចូលគេបានបងប្អូនជួយគិតមើលទៅបើគ្រាន់តែអាវុធសម្រាប់បាញ់កំទេចយន្តហោះដែលមានតម្លៃធូរថ្លៃហើយមិនមានទៀតអានឹងមិនដឹងជាប្រយុទ្ធនឹងមិនទេខ្ញុំមិនដឹងនិយាយថាមិនទេខ្ញុំកប់យោបល់ហើយបងប្អូនវាមានតែថ្លៃណាដូចយន្តហោះចម្បាំងបងប្អូនតាមសេរីតាមគេហៅថាតាមសេរីតាមលេខរបស់គេដែរនឹងវាមានអា2 10,000មាន5 10,000មួយដើមបងប្អូនវាមានអីថ្លៃបងប្អូនប៉ុណ្ណឹងហើយ2 10,000 5 10,000ទៅបាញ់កំទេចយន្តហោះដែលមានតម្លៃ$100 លានអីចឹង200 លាន300 លានអីចឹងទៅបាញ់ទម្លាក់បានបងប្អូនចារណាមើលទៅបងប្អូនបើសិនណាជារត់យើងថាឥឡូវវាមានបញ្ហាដោយសារសេដ្ឋកិច្ចយើងនឹងសឹកដើរអីចឹងទៅវាមានបញ្ហារឿងថវិកាខ្វះអីបងប្អូនអ្នកមានអុកញ៉ាជំទាវអុកញ៉ាអ្នកមានស្រុកខ្មែរហ្នឹងតិចក៏5 6 ម៉ឺនអ្នកដែររាប់ទ្រោះផងម្នាក់តែ$20,000បងប្អូនចង់ទិញមកកោរាប់ម៉ឺនដើមបងប្អូនចារណាអស់គ្នាគេអុកញ៉ាលោកជំទាវអ្នកមានសក្តិនៅស្រុកខ្មែរយើងស្រែកតែមួយម៉ាត់ឲ្យគេជួយរឿងអីអ្នកណាថាមិនជួយជាតិរបស់គេទឹកដីរបស់គេប្រទេសរបស់គេការពារខ្លួនគេដែររឿងអីដែលគេមិនជួយបងប្អូនឥឡូវបងប្អូនជួយគិតមើលសំខាន់ណាស់ណាបងប្អូនរឿងការពារទឹកដីវាជារឿងរួមសំខាន់ខ្លាំងណាស់ហើយបងប្អូនយើងមួយចំនួនមិនដែលបានតាមដានព័ត៌មានពីបញ្ហារឿងទាហានចោលសៀមថាវាប្រមាថយើងមើលងាយយើងកម្រិតណាជន់ឈ្លីយើងកម្រិតណាបងប្អូនអត់ជឿចាប់ទេហ្នឹងបើអ្នកតាមដានព័ត៌មានបានបងប្អូនចេះជឿចាប់គេប្រមាថយើងណាបងប្អូនប្រមាថយើងគួរឲ្យខ្មាស់គួរឲ្យអាម៉ាស់បំផុតមើលងាយជន់ឈ្លីយើងសពគ្រប់បែបយ៉ាងប្រមាថយើងសពគ្រប់បែបយ៉ាងដូច្នេះមិនថាខ្ញុំមិនថាបងប្អូនឬក៏អ្នកណាក៏ដោយត្រាក់ដឹកនាំអីក៏ដោយគ្មានការជឿចាប់ដូចគ្នាចិត្តសាសមួយប្រមាថកាត់ជាមាក់ងាយមើលថោកមកលើចិត្តសាសយើងរឿងអីដែលយើងមិនជឿចាប់បងប្អូនគឺឈឺលឹះអ្វីប្រៀបអត់បានតែម្ដងបងប្អូនបើនិយាយទៅចឹងហើយបានរាល់ការផុសរបស់ខ្ញុំម្ដងប្រិយមិត្តបងប្អូនប្រិយមិត្តតែងតែចូលមក comment ខ្ញុំថាគាត់ត្អូញត្អែហើយនឹងគាត់ជឿចាប់ថាយើងបើគ្មានយន្តហោះហើយក៏គ្មានអីសម្រាប់បាញ់យន្តហោះហើយសម្រាប់ទប់ទល់ជាមួយគេបានទៀតឃើញតែចូលមក comment រាប់សិបនាក់រាប់លេខអស់ហើយរាប់រយរាប់ពាន់នាក់គឺ comment ដូចគ្នាចឹងហើយបានជាការสนំពរខ្ញុំក៏สนំពរបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ជនរួមជាតិយើងអស់ក៏สนំពរឲ្យរដ្ឋាភិបាលក៏ដូចជាក្រសួងការពារជាតិគេហៅថាស្រោតបំផុតនៅក្នុងការធ្វើទំនើបកម្មយោធានិងទិញគ្រឿងសព្វាវុធទំនើបបំពាក់ឲ្យយោធារបស់យើងជួមុខជួក្រោយឲ្យបានលឿនបំផុតតាមតែអ្វីដែលអាចធ្វើទៅបានបងប្អូនយើងបានដឹងបានលឿននឹងឃើញនឹងភ្នែកទាំងអស់គ្នាហើយបងប្អូនថាភាគីចៅឈ្លានពានយើងគេមានរថក្រោះរបៀបដែកទំនើបឲ្យច្រើនគ្រឿងដូច្នេះយើងក៏ត្រូវតែមានកំភ្លើងបាញ់កំទេចពួកអស់នឹងឲ្យច្រើនគ្រឿងដូចគ្នាដែរប៉ុន្តែបងប្អូនខ្ញុំសូមណែនាំណាមានតែ Javelin ទេ Javelin ដែលជាផលិតផលរបស់អាមេរិកទេគឺខ្លាំងគ្មានអ្វីប្រៀបបានឡើយសម្រាប់កំទេចរថក្រោះនិងរបៀបដែកចង់ຂະຫນាតណាម៉ាកណាសេរីទំនើបប៉ុណ្ណាក៏ដោយក៏ Javelin ចាប់បានដែរបងប្អូនពីព្រោះ Javelin ប្រើបច្ចេកវិទ្យាហៅថាឆ្លាតវៃណាបំពាក់ដោយកាមេរ៉ាចាប់កម្ដៅណាបងប្អូនអញ្ចឹងត្រូវតែមាន
ពីព្រោះថាចេញមួយគឺបានមួយតែម្ដងបងប្អូនអញ្ចឹងណែឯងចូលកាន់តែច្រើនកាន់តែល្អណាកាន់តែឆាប់អស់ចង់និយាយចឹងបងប្អូនអរគុណ